នាំរៀបសំណាងសម្រាប់ឆ្នាំឆ្លូវទី1ពណ៌លឿងនិងពណ៌មាសតំណាងឲ្យទ្រព្យសម្បត្តិភាពស្ដុកស្ដំភាពរីកចម្រើនក្នុងមុខចំនួននិងការងារទី2ពណ៌ត្នោតតំណាងឲ្យការលូតលាស់ភាពនឹងណនិងស្ថិរភាពទី3ពណ៌ក្រហមនិងពណ៌កាជុកតំណាងឲ្យលាភជ័យសេចក្តីសុខនិងសំណាងល្អនិងជួយលើកដងរាសីឲ្យកាន់តែភ្លឺស្វាងចំណុចចំណាំដើម្បីឲ្យកាន់តែច្បាស់អ្នកទាំងអស់គ្នាអាចជ្រើសរើសពណ៌ទៅតាមឆ្នាំកំណើតនិងធាតុពិតប្រាកដឆ្នាំឆ្លូវ1961ធាតុមាសពណ៌ដែលត្រូវនឹងធាតុមាសពណ៌លឿងនិងពណ៌ប្រាក់ឆ្នាំឆ្លូវ1973ធាតុទឹកពណ៌ដែលត្រូវនឹងធាតុទឹកពណ៌ខ្មៅពណ៌ខៀវពណ៌សឆ្នាំឆ្លូវ1985ធាតុឈើពណ៌ដែលត្រូវនឹងធាតុឈើពណ៌បៃតងពណ៌ខៀវនិងពណ៌ខ្មៅឆ្នាំឆ្លូវ1997ធាតុភ្លើងពណ៌ដែលត្រូវនឹងធាតុភ្លើងពណ៌ក្រហមពណ៌ស្វាយនិងពណ៌បៃតងឆ្នាំឆ្លូវ2009ធាតុដីពណ៌ដែលត្រូវនឹងធាតុដីពណ៌ត្នោតពណ៌លឿងនិងពណ៌ក្រហមទាំងអស់នេះគ្រាន់តែយកទៅតាមក្បួនតម្រាពីបុរាណកាលឬជំនឿអរូបីមិនប្រកាសថាត្រូវចំពោះបុគ្គលគ្រប់គ្នាអរគុណដែលតាមដានទស្សនាសូមអភ័យទោសបើមានកំហុសខុសឆ្គង